ក្នុងឆ្នាំនេះខ្ញុំអាយុ35ឆ្នាំអញ្ចឹង10ឆ្នាំទៅមុខទៀតខ្ញុំអាយុ45ឆ្នាំអញ្ចឹងនេះគឺជាផែនការដែលខ្ញុំមានសម្រាប់ខ្លួនឯងក៏ប៉ុន្តែខ្ញុំធ្វើផែនការ10ឆ្នាំម្ដងសម្រាប់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ធ្លាប់ធ្វើផែនការជីវិតទេអ្នកទាំងអស់គ្នាអាចរៀបចំខ្លីៗអញ្ចឹងណាផែនការ1ឆ្នាំម្ដងចាផែនការ5ឆ្នាំម្ដងហើយបន្ទាប់មកចាំយើងដល់10ឆ្នាំម្ដងអីអញ្ចឹងទៅយើងមិនមែនថារៀបគម្រោងដើម្បីអីអត់ទេយើងរៀបផែនការនេះគឺពេលដែលយើងមានគម្រោងច្បាស់លាស់អីអញ្ចឹងទៅអញ្ចឹងយើងអាចដើរទៅតាមផ្លូវរបស់យើងអញ្ចឹងទៅអញ្ចឹងផែនការដែលខ្ញុំរៀបឲ្យខ្លួនឯងសម្រាប់10ឆ្នាំទៅមុខទៀតគឺមាន3ធំដែលខ្ញុំនឹងលើកមកនិយាយជាមួយអ្នកទាំងអស់គ្នាចាទី1តកតងទៅនឹងបញ្ហាកូនរបស់ខ្ញុំចាទី2តកតងទៅនឹងម៉ាក់របស់ខ្ញុំទី3តកតងទៅនឹងខ្លួនឯងចាអញ្ចឹងទី1តកតងទៅនឹងបញ្ហាកូនរបស់ខ្ញុំខ្ញុំរៀបចំឲ្យគាត់បែបណាកាប់ទៅខ្ញុំបានសំលុយចាប់ដើមសំទុកដាក់កូនរបស់ខ្ញុំហ្នឹងតាំងពីខ្ញុំមានពីមុនរហូតមកដល់ឥឡូវកូនខ្ញុំឥឡូវអាយុ10ឆ្នាំហើយអញ្ចឹង10ឆ្នាំទៅមុខទៀតគាត់អាយុ20ឆ្នាំចាប់ទៅថា20ចុះអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលហ្នឹងគឺខ្ញុំមានលុយសម្រាប់ជាទុននៅក្នុងការសិក្សារបស់កូនខ្ញុំអញ្ចឹងខ្ញុំសំទីងម្ដងហ្នឹងគឺដើម្បីជាទុនសម្រាប់ការសិក្សាពីព្រោះខ្ញុំមានលទ្ធភាពតែប៉ុណ្ណឹងខ្ញុំអត់មានលទ្ធភាពដូចថាសល់ផ្ទះសល់ឡានសល់វិឡាអីឲ្យកូនទេគឺខ្ញុំមានជាការសន្សំទុនការសិក្សាឲ្យកូនខ្ញុំអញ្ចឹងពេលដែលខ្ញុំអាយុ45ឆ្នាំខ្ញុំត្រូវប្រកាសថាកូនខ្ញុំគឺគាត់មានទុនសម្រាប់ការសិក្សារបស់គាត់ឲ្យចប់ដើមរបស់គាត់អីអញ្ចឹងទៅអញ្ចឹងទី1តកតងទៅនឹងខ្ញុំរៀបចំសម្រាប់កូនខ្ញុំណា